ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទអញ្ចឹងថ្ងៃនេះយើងលើកឡើងអំពីរបៀបថែទាំជំងឺរោគស្ត្រីបាទអញ្ចឹងតើតើនឹងរបៀបថែទាំជំងឺរោគស្ត្រីដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងយកអំពីការថែទាំខ្លួនក្រោយវះកាត់កូនក្រៅស្បូនដែលភាសាអង់គ្លេសហៅថា healthcare post ectopic pregnancy surgery បាទអញ្ចឹងគេថាតើតើបញ្ហាជំងឺកូនក្រៅស្បូនហ្នឹងដែលភាគច្រើនគឺគេថាការព្យាបាលធ្វើឡើងដោយការវះកាត់បាទអញ្ចឹងគេថាការថែទាំខ្លួនក្រោយវះកាត់កូនក្រៅស្បូនពិតជាសំខាន់បាទយើងចង់ដឹងថាតើការថែទាំខ្លួនក្រោយវះកាត់កូនក្រៅស្បូនហ្នឹងស្ត្រីត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមេត្តាក្នុងthángនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្ដីដើមទី2ការថែទាំខ្លួនក្រៅវះកាត់កូនក្រៅស្បូននិងទី3គឺសញ្ញាគ្រោះថ្នាក់ស្ត្រីត្រូវរុះរាន់មកពេទ្យបាទយើងចង់ដឹងថាតើការថែទាំខ្លួនក្រៅវះកាត់កូនក្រៅស្បូននឹងស្ត្រីគួរធ្វើយ៉ាងណាខ្លះនិងសញ្ញាគ្រោះថ្នាក់អ្វីខ្លះដែលស្ត្រីគួរយល់ដឹងទាក់ទងនឹងក្រោយការវះកាត់កូនក្រៅស្បូនបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេរីដើមជំងឺកូនក្រៅស្បូនគឺជាការមានកូនដែលកូននឹងវាធ្វើការកាច់សម្បុកនៅខាងក្រៅប៉ោងស្បូនរបស់ស្ត្រីកូនក្រៅស្បូនផលិតទឹកនោមផ្ទៃពោះគឺពិតជាមានកូនមានថាវាចេញពីខ្វែងហើយជំងឺនឹងគឺមានអត្រាប្រមាណជា2%នៃការមានផ្ទៃពោះអញ្ចឹងមានថាក្នុងការមានផ្ទៃពោះ100នាក់គឺមាន2នាក់អាចស្ត្រីនឹងក៏មានជំងឺកូនក្រៅស្បូនជំងឺកូនក្រៅស្បូនគឺជាជំងឺស្ត្រីក្នុងវ័យបន្តពូជមានថាស្ត្រីដែលអត់ទាន់ពេញវ័យអត់មានទេបាទគឺជាជំងឺដែលកើតមានលើស្ត្រីក្នុងវ័យបន្តពូជដែលជាប្រភេទជំងឺរោគស្ត្រីបន្ទាន់មួយដោយសារប្រឈមនឹងការបែកហូរឈាមនៅក្នុងពោះអាចនឹងបាត់បង់ជីវិតនិងប្រឈមនឹងបញ្ហាលំបាកមានកូនទៅថ្ងៃខាងមុខអញ្ចឹងជាជំងឺបន្ទាន់ដោយសារវាមានការបែកហូរឈាមក្នុងពោះហើយប្រឈមនឹងការបាត់បង់ជីវិតផងដែរជំរឿវះកាត់គឺជាជំរឿព្យាបាលជំងឺកូនក្រៅស្បូនមួយក្រៅពីការព្យាបាលដោយថ្នាំករណីមួយចំនួនបាទអញ្ចឹងការវះកាត់យើងថាជាជំរឿដែលធ្វើច្រើនតាក់ទងនឹងករណីកូនក្រៅស្បូនបើសិនជាយើងលេបបាទក្នុងការធ្វើរោគវិនិច្ឆ័យហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតាក់ទងការថែទាំខ្លួនក្រោយវះកាត់កូនក្រៅស្បូនតើការថែទាំខ្លួនក្រោយការវះកាត់កូនក្រៅស្បូនហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលការវះកាត់តកតងកូនកាស្បូនហ្នឹងការថែទាំខ្លួនក្រៅវះកាត់កូនកាស្បូនទី1គឺតកតងនឹងអាហាររូបត្ថម្ភបាទអញ្ចឹងអាហាររូបត្ថម្ភគឺនៅពេលដើរខ្យល់ស្ត្រីអាចញ៉ាំអាហាររាវៗទឹកផ្លែឈើស្រស់ឲ្យបានច្រើនបាទនៅអាហារជាមិនថានៅពេលដើរខ្យល់ជាទូទៅគឺបើសិនជាការវះកាត់នឹងគេចាក់ស្ពឹកពាក់កណ្ដាលខ្លួនបាទគឺ6ម៉ោងបាទហើយបើសិនជាស្ត្រីស្លាប់អាចតកតទៅនឹងការញ៉ាំនឹងអាចរហូតដល់24ម៉ោងបាទតកតទៅនឹងការដើរខ្យល់យីមើលតទៅទៀតតកតទៅការថែទាំខ្លួនក្រៅវះកាត់កូនក្រស្បូនទី2គឺស្ត្រីត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់គឺឲ្យបាន8ទៅ10កែវក្នុងមួយថ្ងៃបាទដើម្បីឲ្យមានបរិមាណទឹកនោមបានគ្រប់គ្រាន់ផងដែរយីមើលតទៅទៀតតកតទៅការថែទាំខ្លួនក្រៅវះកាត់កូនក្រស្បូនទី3គឺតកតទៅនឹងការធ្វើចលនារាងកាយបាទអញ្ចឹងតើតើការធ្វើចលនារាងកាយគឺស្ត្រីអាចក្រោកដើរឬធ្វើចលនាយឺតនិងខ្លាំងបន្តិចម្ដងមិនត្រូវធ្វើការឬក៏ប្រឹងខ្លាំងក្នុងរយៈពេលយ៉ាងតិច14ថ្ងៃបាទអញ្ចឹងការធ្វើនឹងគឺហាមមិនឲ្យធ្វើក្នុងរយៈពេល14ថ្ងៃបាទអញ្ចឹងបើយើងធ្វើការធ្វើវាអាចមានបញ្ហាទាក់ទងការឈឺឬក៏មានបញ្ហានឹងធ្នើផងដែរបាទយើងមើលបន្តទៀតតកតងការថែទាំខ្លួនក្រៅវះកាត់កូនកាស្បូនទី4គឺតកតងនឹងការថែទាំស្នាមមុខរបួសវះកាត់បាទអញ្ចឹងការថែទាំស្នាមមុខរបួសវះកាត់ហ្នឹងយើងឃើញថាបើសិនជាមានការហូរសារធាតុរាវ
ចេញពីកន្លែងវះតិចអាហ្នឹងគឺធម្មតាតែបើខាប់ពណ៌លឿងឬក៏លាយពណ៌ក្រហមគឺការបង្ករោគបាទអញ្ចឹងអាចជាការបង្ករោគបាទអញ្ចឹងស្ត្រីត្រូវសង្កេតខ្លួនឯងដែរបើសិនជាវាហូរសាធារណៈវាខាប់ពណ៌លឿងឬក៏លាយពណ៌ក្រហមគឺជាការបង្ករោគហើយយើងមើលបន្តទៀតតើតើនឹងការថែទាំខ្លួនក្រៅវាកាត់កូនកាស្បូនទី5តើតើនឹងការថែទាំស្នាមមុខរបួសវាកាត់ដែរគឺស្ត្រីមិនត្រូវធ្វើឲ្យសើមនៅកន្លែងវាំងទេបាទអញ្ចឹងយើងមិនត្រូវមានសំណើមនៅកន្លែងវាំងទេមុនពេលជាសះស្បើយនៃរបួសហ្នឹងគឺត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យពេលបដូរប៉ង់សំងម្ដងម្ដងអញ្ចឹងនៅពេលដែលលាងបដូរប៉ង់សំងម្ដងម្ដងធ្វើម៉េចឲ្យកន្លែងស្នាមវាំងហ្នឹងមានការស្ងួតល្អបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងការថែទាំខ្លួនក្រោយវាកាត់កូនកាស្បូនទី6គឺតកតងនឹងចលនាពោះវៀនអ្នកជំងឺបាទអញ្ចឹងតកតងចលនាពោះវៀនរបស់អ្នកជំងឺគេថាបន្ទាប់ពីវាកាត់គឺអ្នកអាចមានលំរាវច្រើនថ្ងៃអញ្ចឹងយើងធ្វើការបង្កើនការហូបអាហារមានជាតិសរសៃដូចជាត្រកួនហើយនិងស្ពៃដើម្បីស្រួលក្នុងការបត់ជើងធំផងដែរបាទហ្នឹងគឺអ្វីដែលត្រូវធ្វើចំពោះស្ត្រីក្រោយការវះកាត់កូនកាស្បូនតកតងចលនាពោះវៀនហ្នឹងហើយអាហារជាតិសរសៃត្រកួនស្ពៃហ្នឹងគឺយើងត្រូវចម្អិនឲ្យឆ្អិនល្អដើម្បីកុំឲ្យមានបញ្ហារលាកដល់ពោះវៀនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងសញ្ញាគ្រោះថ្នាក់ម្ដងតើសញ្ញាគ្រោះថ្នាក់អ្វីខ្លះដែលស្ត្រីត្រូវរួសរាន់មកពេទ្យបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសញ្ញាគ្រោះថ្នាក់ដែលស្ត្រីត្រូវរួសរាន់មកពេទ្យទី1គឺឈឺចាប់មិនបាត់ឬក៏ឈឺកាន់តែខ្លាំងលើមុខរបួសវះកាត់អញ្ចឹងប្រហែលថាគាត់វះកាត់បានមួយអាទិត្យហើយគាត់នៅតែឈឺមិនបាត់ឬក៏ឈឺខ្លាំងតែម្ដងលើស្នាមមុខរបួសវះកាត់ហ្នឹងគឺស្ត្រីត្រូវប្រញាប់មកជួបពេទ្យវិញផងដែរបាទយើងមើលបន្តទៀតតកតងនឹងសញ្ញាគ្រោះថ្នាក់ដែលស្ត្រីត្រូវរួសរាន់មកពេទ្យទី2គឺតកតងនឹងក្តៅខ្លួនក្រៅវះកាត់បាទអញ្ចឹងក្តៅខ្លួនក្រៅវះកាត់ហ្នឹងគឺនៅពេលដែលសីតុណ្ហភាពរាងកាយរបស់គាត់លើសពី38.3អង្សាសេបាទនៅពេលដែលគាត់ក្តៅអញ្ចឹងវាអាចមានការបង្ករោគទៅលើមុខរបួសហ្នឹងផងដែរបាទយើងមើលបន្តមកទៀតតកតងនឹងសញ្ញាគ្រោះថ្នាក់ដែលស្ត្រីរួសរាន់មកពេទ្យទី3គឺតកតងនឹងការហើមនិងក្រហមលើមុខរបួសបាទអញ្ចឹងបញ្ហានៃការហើមនិងការក្រហមលើមុខរបួសហ្នឹងក៏ជាសញ្ញាមួយតកតងការបង្ករោគផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងសញ្ញាគ្រោះថ្នាក់ដែលស្ត្រីត្រូវរួសរាន់មកពេទ្យទី4គឺនៅពេលដែលមានហូរឈាមឬក៏ក្លិនអាក្រក់ពីវត្ថុរាវដែលហូរចេញពីមុខរបួសបាទនៅពេលយើងឃើញមានការហូរឈាមឬក៏មានហូរសាធារណៈដែលធំក្លិនអាក្រក់ចេញពីមុខរបួសហ្នឹងមុខរបួសហ្នឹងគឺវាអាចតកតងនឹងការបង្ករោគហើយរបួសคล้ายរោគផងដែរបាទអញ្ចឹងអនហ្នឹងគឺជាសញ្ញាគ្រោះថ្នាក់ដែលស្ត្រីត្រូវដឹងអំពីការវាកាត់ក្រោយវាកាត់កូនកាស្បូនហ្នឹងបាទអញ្ចឹងឃើញថាតកតងនឹងបញ្ហាកូនកាស្បូនហ្នឹងខាងប្រាសាទដូចខ្ញុំផ្ដល់សេវាពិនិត្យនិងព្យាបាលជំងឺកូនកាស្បូនរបស់ស្ត្រីក្នុងបែបសម្រុងដែរដែលជំរឿនវាកាត់នោះវាមានការព្យាបាលដោយថ្នាំហើយនិងការព្យាបាលដោយវាកាត់បាទបើពោះឬក៏វាជាស់ពោះផងដែរបាទធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR Code Reader ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code របស់ខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីនឹងមកបាទកម្មវិធីហ្នឹង scan លើ QR code នេះខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនទេយើងអាចមើលតាមផែនទីផ្ទាល់បាទយ៉ាចុះតាមខ្លងទ្វារវត្តសំសល់បត់តាមលំងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដោយតាំងខ្ញុំហើយឬក៏យើងទេអាចចុះតាមផ្លូវតផុនបាទច្រកចូលទៅមុខហាង Pizza Company តែម្ដងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Khoksun Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់
ចង់ទទួលបាននៅវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាក៏ដូចជាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែកជំងឺរោគស្ត្រីនិងតេស្តផ្សេងៗក្នុងជំងឺដទៃទៀតក៏ដូចជាការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងបាទយើងអាចចុះក្នុង YouTube Channel វាយពាក្យ Dr. Sun បាទដោយអក្សរស្រាប់គឺអក្សរ D ធំ O តូច dot ដកឃ្លា S អក្សរធំ U N N បាទដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចុះក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ